សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធទៅនឹងក្នុងវិស័យស្ថាបត្យកម្មដោយសារខ្ញុំ print សភៅយកមកអានទៅវាកាំងត្រង់វាស្ទះกระดาษត្រង់ credit control នេះគឺធ្វើខ្ញុំចាប់អារម្មណ៍ចង់យកមកចែកម្លែកអញ្ចឹងពាក់ព័ន្ធនឹងសភៅនេះមានចំណងជើងថា financial management ដែលជាការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងការរចនាឬក៏សេវាកម្មស្ថាបត្យកម្មរបស់យើងហើយចំណុចដែលខ្ញុំចាប់អារម្មណ៍ទៅលើ credit control ហ្នឹងនិយាយជារួមគឺកន្លែងគ្រប់គ្រងអនុទានន័យថាគ្រប់គ្រងលុយដែលភ្ញៀវអត់ទាន់បង់ឲ្យយើងអញ្ចឹងណាអញ្ចឹងនៅក្នុងនោះវាមានចំណុច 4-5 ដែលខ្ញុំបានសង្ខេបទៅតាមសភៅដែលគាត់ចងក្រងហ្នឹងមានដូចជាទី1គឺផ្នត់គណិតពួកយើងក្នុងការទារប្រាក់ពីអតិថិជនអញ្ចឹងខ្ញុំគិតថាមិនមែនមានតែខ្ញុំទេដែលភាគច្រើនទារលុយភ្ញៀវទៅគឺយើងមានភាពរួញរាបន្តិចព្រោះខ្លាចខូចតំណងតែក្នុងសភៅហ្នឹងគេប្រាប់ថាបើសិនជាយើងចេះរបៀបទារលុយគាត់អតិថិជននឹងកាន់តែគ្រប់យើងបើមិនពួកអីយើងបង្ហាញថាយើងបានចាត់ចែងរឿងហិរញ្ញវត្ថុច្បាស់លាស់និងប្រកបដោយវិជ្ជាជីវៈជាមួយគាត់អញ្ចឹងបើមិនយើងអត់បានតាមដានការបង់ប្រាក់ទេវាបង្ហាញពីភាពទន់ខ្សោយនៃការគ្រប់គ្រងគម្រោងរបស់យើងហើយចំណុចទី2មួយទៀតនោះយើងក៏ឃើញថាមុននឹងចាប់ផ្ដើមការងារភាគច្រើនយើងនិយាយគ្នាអត់ច្បាស់ទេថាស្កូបការងារយើងកម្រិតណាដល់បើយើងនិយាយគ្នាអត់ច្បាស់តាំងពីដើមមានតែការងាររបស់យើងគឺធ្វើអត់សមស្របជាមួយនឹងថ្លៃសេវាកម្មដែលយើងទទួលបានទេអញ្ចឹងក្នុងសភៅហ្នឹងលើកទឹកចិត្តឲ្យយើងជជែកគ្នាជាមុនការពីជាមុនចាប់ផ្ដើមការងារអញ្ចឹងកន្លែងហ្នឹងយើងត្រូវតែច្បាស់លាស់តាំងពីវិសាលភាពការងារចំនួនទឹកប្រាក់ដែលត្រូវឲ្យគេបង់ហើយឲ្យគេបង់ពេលណាអញ្ចឹងយើងត្រូវកណនាថ្លៃសេវាកម្មឲ្យច្បាស់លាស់ជៀសវាងពេលដែលយើងធ្វើការហើយយើងមានបញ្ហាជាមួយពួកគាត់តើត្រង់ចំណុចទី3គឺការគ្រប់គ្រងការបង់ប្រាក់យឺតអញ្ចឹងក្នុងហ្នឹងក្នុងរបាយការណ៍គេបង្ហាញហើយបើមិនជាយើងមានរបាយការណ៍ច្បាស់លាស់យើងនឹងដឹងថាតើអតិថិជនណាជាពាក់លុយយើងហើយគាត់ជាពាក់រយៈពេលប៉ុន្មានឬក៏ទម្រាំគាត់បង់ឲ្យយើងនៅក្នុងពេលយូរទៀតអញ្ចឹងណាអញ្ចឹងបើសិនជាគាត់ជាពាក់លុយយើងត្រូវតែដាក់ចំណុចមួយគឺការផាកពិន័យយើងត្រូវតែដាក់ចូលក្នុងវិក័យប័ត្រដើម្បីយើងមានសិទ្ធិក្នុងការទារការប្រាក់តែ case study នេះវាមាននៅអង់គ្លេសទេចាក់ពួកអង់គ្លេសពាក្យច្រើនគាត់ professional ឬក៏ប្រទេសគេផ្សេងគេ professional គឺគេគិតទារប្រាក់ទារការប្រាក់តែដោយឡែកនៅក្នុងស្រុកយើងខ្ញុំបានដាក់ជាគោលការណ៍ទេតែជាក់ស្ដែងគេយឺតយ៉ាវហើយយើងទារសេវារបស់គេក៏យើងមិនហ៊ានពេលក្នុងទីគេដែរនេះសម្រាប់សេវាកម្ម design បើក្នុង construction អីដូចគ្នាគេថាខ្ញុំធ្វើការយឺតគឺគេពិន័យតែបើគេបង់ប្រាក់យឺតខ្ញុំរកវិធីទារលុយជាបន្តចូលចំណុចទី4គឺផលប៉ះពាល់បើសិនជាបំណុលដែលភ្ញៀវជាពាក់ហ្នឹងខ្លាចទៅជាបំណុលអាក្រក់សម្រាប់យើងពួកអីក្នុងទៅបញ្ជាក់ថាវាជាចំណុចគ្រោះថ្នាក់មួយបើសិនជាភ្ញៀវគាត់អត់ព្រមបង់លុយឲ្យយើងឬវិជាពេលបង់លុយអញ្ចឹងន័យថាយើងអត់មាន cash flow ក្នុងការយកមកបង្វិលធ្វើ operation យើងបន្តបន្ទាប់ទេអញ្ចឹងខ្ញុំបានចែកនឹងធ្វើជា poster អ្នកទាំងគ្នាអាចមើលលម្អិតបានពាក់ព័ន្ធនឹងចំណុចទី5គឺការដោះស្រាយវិវាទអញ្ចឹងជាធម្មតារឿងលុយកាក់ឬក៏ការងារគឺបន្តិចមិនច្រើនបើសិនជាយើងនិយាយអត់ច្បាស់នេះទេច្បាស់ជាមានវិវាទមានអីហើយប៉ុន្តែអញ្ចឹងសរុបមកវិញក្នុងថ្ងៃនេះខ្ញុំពិតជាចាប់អារម្មណ៍មែនតើថាវាចៃដន្យនៅពេលដែលខ្ញុំ print ទៅវាកាំងចំចំណុចមួយហ្នឹងអញ្ចឹងខ្ញុំក៏យកវាមកអានដល់ពីអានទៅគឺពិតជាល្អមែនពិតជារឿងដែលខ្ញុំធ្លាប់ជួបហើយបច្ចេកបច្ចុប្បន្នជាច្រើនផ្សេងទៀតក៏គាត់បានជួបដែរអញ្ចឹងសរុបមកវិញមានថាការគ្រប់គ្រងអនុទានយើងមិនមែនសម្រាប់យកទៅឆ្លោះប្រកែកអីជាមួយអតិថិជនទេប៉ុន្តែវាជាការរៀបចំប្រព័ន្ធការងាររបស់យើងឲ្យមានរបៀបចឹងអរគុណថ្ងៃនេះខ្ញុំបានចែកម្លែកប៉ុណ្ណឹងដោយសារវាជាចំណុចល្អមួយដែលគួរតែចែកម្លែកអរគុណច្រើន